ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកដឹងអំពីរបៀបនៃការលុប account ចាស់ៗរបស់យើងដែលយើងគិតថាវាលែងមានសារៈសំខាន់សម្រាប់យើងអញ្ចឹងយើងចូល account Facebook យើងមកអញ្ចឹងមានន័យថា account របស់យើងគឺយើងលែងចង់ប្រើតមកគឺយើងចុច menu កន្លែងអត្រី3ខាងក្រោមគេបង្អស់ហ្នឹងចុចប៉ក់មកតមកទៀតគឺយើងយកពាក្យថាបន្ទាប់មកគឺយើងយកសញ្ញាជួញរូបសោហ្នឹងលើគេបំផុតហ្នឹងចុចមកតមកទៀតគឺយើងយកពាក្យថា account center ចុចលើហ្នឹងមកតមកទៀតគឺយើងអស់ចុះមកក្រោមរើពាក្យថា personal detail រូបមនុស្សហ្នឹងបងប្អូនចុចប៉ក់មកអញ្ចឹងគឺយើងដល់ចំណុចនេះហើយគឺយើងត្រូវយកពាក្យថា account ownership and control និយាយខ្លីថាខាងក្រោមគេបង្អស់បងប្អូនពាក្យខាងក្រោមគេបង្អស់ហ្នឹងចុចមកប៉ក់មកតទៅទៀតគឺយើងយកពាក្យថា deletion ឬ deletion ហ្នឹងខាងក្រោមគេបង្អស់បងប្អូនខាងក្រោមគេបង្អស់ហ្នឹងចុចប៉ក់មកតទៅទៀតគឺយើងចុចលើ Facebook យើងមកតទៅទៀតគឺយើងយកសញ្ញាទី2ខាងក្រោមគេហ្នឹងប៉ក់មកហើយបន្តទៅទៀតគឺយើងយកពាក្យថា continue សញ្ញាពណ៌ Q ហ្នឹងតទៅពីហ្នឹងហើយគឺយើងយកពាក្យ continue ទៀតអញ្ចឹងដល់កន្លែងនេះគឺវាជាចំណុចសំខាន់អញ្ចឹងយើងត្រូវដឹងថាកន្លែងណាដែលវាកន្លែងណាដែលយើងចង់លុបពាក្យមួយណាអញ្ចឹងយើងត្រូវមើលពាក្យថាmy account was hacked ខាងក្រោមគេទី2ហ្នឹងបងប្អូនអាហ្នឹងមានន័យថា account របស់យើងវាមិនមានសុវត្ថិភាពមានន័យថាគេលួចលេង account របស់យើងអញ្ចឹងណាអញ្ចឹងដល់ពេលទី3នេះយើងមានន័យថា account របស់យើងវាមិនមានសុវត្ថិភាពអញ្ចឹងយើងយកពាក្យខាងក្រោមគេទី2ហ្នឹងមកតមកទៀតគឺយើងយកពាក្យថា continue ខាងក្រោមគេមក